ក្រុមការងារបោះថ្នោតអង្គការ SA អាក់សុងបានចុះយុទ្ធនាការដើរដើម្បីឲ្យកុមារជនភៀសសិស្សក៏ដូចជាកុមារដទៃទៀតបានយល់ដឹងពីសារៈសំខាន់នៃការសិក្សាទោះបីជាយើងបានភៀសសិស្សមកពីឆ្ងាយបានរៀននៅសាលាក៏ដោយក៏យើងអាចរៀននៅនេះជុំគ្នាជុំពួកម៉ាក់ថ្មីពួកគាត់ជាក្មេងឆ្លាតក្មេងប៉កែអាចសម្របខ្លួនបានកន្លែងថ្មីបានលឿនអញ្ចឹងនេះហើយគុណវិបត្តិនៃសង្គ្រាមនៅពេលដែលមានសង្គ្រាមខ្ញុំមិនតែក្មេងៗទេនៅពេលដែលពួកគាត់រត់ទៅនេះរត់ទៅនោះភៀសសិស្សទៅនេះទៅនោះអញ្ចឹងខ្ញុំគិតថាពួកគាត់ពិបាកខ្លាំងហើយពួកគាត់សិតតែក្មេងៗហើយដូច្នេះហើយទើបអង្គការ SA អាក់សុងបានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយនិងផ្ដល់ជាសម្ភារៈសិក្សាដល់កុមារជនភៀសសិស្សជាង 1000 នាក់នៅស្រុកបទុមសាគរខេត្តកោះកុងក្រមប្រធានបទវ័យទាំងអស់ផ្ដើមចេញពីការអប់រំក្នុងគោលបំណងជំរុញឲ្យកុមារភៀសសិស្សទទួលបានការសិក្សាឡើងវិញក្រោយប្រទេសកម្ពុជាជួបនៅវិបត្តិសង្គ្រាមហើយនៅក្នុងយុទ្ធនាការដើរនេះក៏មានការចូលរួមពីមន្ទីរអប់រំក៏ដូចជាអាជ្ញាធរមូលដ្ឋានជាពិសេសហ្នឹងគឺអង្គការ SA អាក់សុងបានផ្ដល់នៅកញ្ចប់ជំនួយសម្ភារៈសិក្សាក្នុងនោះមានដូចជា3កតាសភៅរៀនជំនុំសម្ភារៈសិក្សាអញ្ចឹងហើយក៏មានជាការផ្ដល់អាវកីឡាម្នាក់មួយឈុតផងដែរក្រោយពេលដែលពួកគាត់ទទួលបានហើយខ្ញុំឃើញថាទឹកមុខពួកគាត់គឺសប្បាយរីករាយខ្លាំងមែនតើសង្ឃឹមថាប្រទេសកម្ពុជានឹងទទួលបាននៅសន្តិភាពវិញឆាប់ៗហើយជាសន្តិភាពដែលយូរអង្វែង